ស្វាគមន៍អ្នកគុណនិយមគ្រប់គ្រងគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងកម្ពុជាក្បាច់គុណភាគទី39ដែលជាភាគបន្តរបស់យើងចាប់ផ្ដើមឡើងដោយយ៉ាងខៃកំពុងតែធ្វើដំណើរទៅក៏ត្រូវបាននិយមមកតន់គាត់ក៏បានណែនាំគេកុំស្ដាប់ទៅតាមស៊ីហុងឈិនដែលមិនទាន់ដឹងពីការពិតអីសោះក៏មានហេតុផលផ្សេងទៀតដែលគេចង់សម្លាប់គាត់តែនិយមព្រមទាំងអ្នកដទៃទៀតមិនព្រមជឿនោះទេចោតយ៉ាងខៃក្បត់នៅវិមានលៀងសែវបែបនេះគឺមិនអាចលើកលែងឲ្យបាននោះឡើយពួកគេម្នាក់ដើរម្នាក់កំបិតត្រៀមកាប់ក៏ដូចជាចាក់យ៉ាងខៃបានលោតចេញអំពីបាត់ដៃរបស់និយមហើយពេលនេះពួកគេក៏បានទៅតាមទៀតហើយប្រយុទ្ធជាមួយនឹងយ៉ាងខៃខណៈពេលដែលយ៉ាងខៃវាយជាមួយនឹងសិស្សទាំងនេះនិយមឆ្លៀតឱកាសប្រើប្រាស់នៅខ្សែតៃរុនទះរបស់គេបណ្ដាលឲ្យយ៉ាងខៃគឺត្រូវតែប្រញាប់កិច្ចក៏ព្រោះថាក្បាច់គុណមួយនេះមិនធម្មតាមើលទៅកាន់និយមទៅគឺបន្តគ្រវីក្រវត្តពីពេញនឹងយ៉ាងខៃកិច្ចហើយកិច្ចទៀតបន្ទាប់មកលោតធាក់ទៅលើដើមឈើចូលមកដល់វិញយ៉ាងខៃក៏បានដឹងហើយថាខ្សែតៃទាំងនេះគឺមានផ្ទុកនៅធម្មពលលក្ខកំបាំងបើសិនជាមិនរកមជ្ឈបាយកិច្ចចេញនោះទេបើមិនស្លាប់ក៏ពិការដែរនិយមគេបាននិយាយទៀតហើយថាយ៉ាងខៃបើសិនជាឯងព្រមចុះចាញ់នោះយើងគឺគ្រាន់តែបំផ្លាញដៃរបស់ឯងចោលតែប៉ុណ្ណោះវាគឺជាមេរៀនបន្តិចបន្តួចសម្រាប់ឯងយ៉ាងខៃតបទៅវិញនិយាយស្រួលខ្លាំងណាស់ខ្លាំងចូលមកគេទៀតហើយ4អ្នកនៅបើទោះបីជាគ្មាននៅក្បាច់គុណខ្លាំងក៏ប៉ុន្តែកម្លាំងរបស់ពួកគេក៏ខ្លាំងដែរបើសិនជាពួកគេសហការនោះបើទោះបីជាមានរាងកាយមាសក៏ពិបាកនឹងយកឈ្នះខ្លាំងណាស់ដូច្នេះហើយគឺត្រូវតែដកថយជាមុនសិនយ៉ាងខៃពេលនេះក៏បានប្រើនូវស្នេហ៍ការបំទុះយានយ៉ាងរបស់គាត់ចំហាយភ្លើងដោះសន្ធោសន្ធៅបាញ់ចេញទៅបណ្ដាលឲ្យពួកគេនឹងគឺត្រូវតែប្រញាប់កិច្ចព្រមទាំងខ្ទាតចេញទៅយ៉ាងឆ្ងាយមើលទៅកាន់និយមទៅទូសាច់បន្តិចនោះទេបន្ទាប់ពីពួកគេក្រោកមកសម្លឹងម្ដងទៀតបាត់យ៉ាងខៃទៅហើយនិយមប្រាប់ហើយគឺមិនអាចឲ្យគេរត់រួចជាដាច់ខាតក្លេមកកាន់យ៉ាងខៃខណៈពេលដែលកំពុងតែរត់នោះក៏ស្រាប់តែក្អួតឈាមក៏ព្រោះថាខ្សែតៃរុនទះនោះធ្វើឲ្យខ្លួនប្រាណរបស់គាត់ស្ពឹកទៅបើសិនជាមិនព្រមដោះស្រាយវានោះទេបេះដូងរបស់គាត់គឺច្បាស់ជាឈប់លោតដឹងថាពួកគេមកតាមយ៉ាងខៃគ្មានជំរឿក៏បានលោតចូលក្នុងទឹកបន្ទាប់ពីវៃស្មៅមើលឃើញពួកគេមកដល់ទីនេះនិយមប្រទះឃើញនៃឈាមរបស់យ៉ាងខៃបែបនេះដឹងថាច្បាស់ជាលាក់ខ្លួននៅទីនេះដើម្បីព្យាបាលរបួសរងចាំនៅទីនេះទៅគេគឺច្បាស់ជាបង្ហាញខ្លួនហើយម្នាក់យកស្របព្រមទាំងបំបីផ្លូវគ្នាយាមយ៉ាងខៃកិច្ចតនាក៏ដូចជាមិនផុតពីគេទៅសោះបែបនេះគឺពិតជាគួរស្អប់អាចដែរទេថាគាត់ជាប់នៅទីនេះបន្ទាប់ពីយ៉ាងខៃមួយចុះទៅក្នុងទឹកបន្តិចក៏ស្រាប់តែបានឃើញនៅរូងមួយដែលពិតជាមិនអាចនឹកស្មានបាននោះទេដូច្នេះហើយយ៉ាងខៃក៏បានមួយចូលទៅបន្ថែមបន្ទាប់ពីចូលទៅដល់ខាងក្នុងក៏ស្រាប់តែប្រទះឃើញនៅកន្លែងមួយដែលជាលអាងនៅក្រោមបឹងនេះឡើងចូលទៅយ៉ាងខៃធំនៅក្លិនថ្នាំនៅតាមផ្លូវដឹងហើយថាទាំងនេះគឺសិតតែជារបស់ដ៏កម្របន្តសម្លឹងមើលជុំវិញទីនេះមានទ្រព្យសម្បត្តិជាច្រើនស័ក្តិសមហើយដែលវាមានឈ្មោះថាគឺជាលអាងនៃការបន្តវេនគ្រប់បែបយ៉ាងគឺសិតតែមានតម្លៃយ៉ាងខៃមើលទៅកាន់ដៃរបស់គាត់ដែលប៉ះថ្មដឹងថាគឺជាដានប្រយុទ្ធគ្នាភាគច្រើនក៏ព្រោះតែកំណត់ទាំងនេះហើយតែគាត់ក៏បារម្ភថាក្នុងលអាងនេះមានបញ្ហាមិនថាយ៉ាងណានោះទេគឺត្រូវតែរកកន្លែងដើម្បីព្យាបាលរបួសសិនសម្លឹងទៅខាងលើក៏ស្រាប់តែបានឃើញនៅគ្រោងឆ្អឹងមួយឡើងទៅហើយយ៉ាងខៃបានពិនិត្យមើលនិយាយឲ្យថាកំណត់ដែលគេចង់បានទាំងអស់ប្រែទៅជាឥតន័យហើយអ្វីដែលយ៉ាងខៃត្រូវធ្វើប្រញាប់ព្យាបាលរបួសបានលឿនបំផុតស្របពេលដែលយ៉ាងខៃកំពុងព្យាបាលរបួសក៏ស្រាប់តែនៅក្រុងឆ្អឹងនោះមានចំហាយមួយឡោមព័ទ្ធជុំវិញព្រមទាំងមានថ្មធ្លាក់ចុះមកជាច្រើនលឿននឹងសំឡេងសោចដឹងថាវាក៏អាចវាប្រហារព្រលឹងបែបនឹងយ៉ាងខៃក៏បានប្រើនៅចំហាយរាងកាយរបស់គាត់កាពីនិយាយឲ្យថាហ៊ានធ្វើពុតជាខ្មោចផងហក់ចូលទៅវាយពេញមួយទំហឹងការបបែបនឹងក្រុងឆ្អឹងក៏បានប្រេះបាយព្រមទាំងចំហាយនេះបានបញ្ចេញនៅមុខមាត់ពិតប្រកបហើយលយខ្លាំងមែនតែនិយាយឲ្យថាអ្នកកំឡោលះក្រនបើក៏ប៉ុន្តែឯងរើសនៅគោលដៅខុសហើយក្រោយពីបានបញ្ចេញនៅធម្មពលរបស់គេយ៉ាងខៃទប់ទល់សួរឲ្យថាតើគេគឺជានរណាទៅគេក៏បានប្រាប់ថាយើងមែននេះគឺជាម្ចាស់នៃលអាងមួយនេះយ៉ាងខៃក៏បានសួរគេមានន័យថាគឺជាម្ចាស់នៃលអាងឋានសួគ៌បន្តវេននេះមែនឬក៏អត់គេប្រាប់ថាត្រឹមត្រូវហើយឲ្យមើលទៅកាន់លអាងបន្តវេននេះព្រមទាំងវត្ថុទិព្វដ៏កម្រព្រមទាំងក្បាច់គុណសម្ងាត់គ្រប់ទីកន្លែងហើយបើសិនជាឯងស្ម័គ្រចិត្តធ្វើជាអ្នកបន្តវេនយើងរបស់ទាំងនេះគឺជារបស់ឯងហើយយ៉ាងខៃស្របគ្នាក៏ដឹងថាគេកំពុងតែវិលុកចូលព្រលឹងរបស់គាត់ជាមួយនឹងស្ថានភាពរបស់គាត់ពេលនេះខ្លាចថាមិនអាចទប់ទល់ជាមួយនឹងគេបានយូរនោះទេគេនោះក៏បានសួរហើយអ្វីបានជាឯងមិនអញ្ជើញយើងចូលទៅខាងក្នុងយ៉ាងខៃបើកភ្នែកឡើងឃើញថាគេក៏បានចូលមកដល់ទៅហើយព្រមទាំងសោចមិននឹកស្មាននោះទេថានៅដែនដីក្នុងវិញ្ញាណសម្បញ្ញៈរបស់យ៉ាងខៃអស្ចារ្យដល់ម្លឹងចាប់ពីថ្ងៃនេះទៅគ្រប់បែបយ៉ាងគឺជាកម្មសិទ្ធិរបស់យើងហើយរួចគេក៏បានសម្រុកចូលទៅរកយ៉ាងខៃនៅពេលនោះឃើញថាចំហាយធម្មពលរបស់គេក៏បានធ្លាក់ចុះទៅពីពេញនឹងភ្លាមធម្មពលមាសក៏បានផុសឡើងបណ្ដាលឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនេះក៏ជារាងកាយមាសចេញមកកញ្ចាស់ស្មួយសម្បត្តិត្រឹមសម្បញ្ញៈវិញ្ញាណសេសសល់បន្តិចបន្តួចរបស់អីសោះចាំព្យាយាមដណ្ដើមយកនៅទឹកដីរាងកាយមាសរបស់យើងផងពិតជាមិនជាប្រមាណខ្លួនសោះហើយវៃក្រោយពីបានឃើញគេក៏មាននៅការចាប់អារម្មណ៍ណាស់ដែរធ្វើការវិប្រហារចេញតែដូចជាយើងបានឃើញហើយថារាងកាយមាសមិនធម្មតានោះទេបញ្ចេញនៅដៃឆ្អឹងរញ៉េរញ៉ៃទៅចាត់ការគេការបបែបនេះគេក៏បានប្រើនៅចំហាយក្បាលខ្មោចមកទប់ទល់ដូចដងទៀតថារាងកាយមាសមានតែប៉ុណ្្នឹងឯងមែនទេចំហាយក្បាលខ្មោចរបស់គេជាច្រើនក៏បានសម្រុកចូលមកនៅពេលនេះធម្មពលរបស់គេខ្លាំងមែនតែភ្លាមក៏នៅតែចាញ់ចំហាយធម្មពលមាសដដែលការបបែបនេះគេក៏ត្រូវបានខ្ទាតចេញតែរាងកាយមាសកំពូលក៏បានចាប់ទាញគេត្រឡប់មកវិញអាវុធមួយនៅក្នុងខ្លួនរបស់គេក៏ស្រាប់តែរបូតចេញទៅរាងកាយមាសកំពូលក៏បានប្រាប់គាត់គឺបានប្រែប្រួលចេញមកពីបិសាចកំពូលនៅក្នុងលោកអាវុធវេទមន្តនៃវិញ្ញាណកំហឹងនេះចំពោះយើងវាដូចជាអង្គមួយដុំចឹងក្រោយពីឃើញបែប
នឹងខ្មោចឆ្អឹងក៏ចាប់ផ្ដើមផាត់ភ័យហើយមិនត្រឹមតែប៉ុណ្ណោះនោះទេរាងកាយមានកម្ពស់ក៏បានមើលស្រាលជីវភាពទៀតសម្បត្តិត្រឹមតែវិស័យកកសោះបែរជាហ៊ានវិទ្យាចូលមកក្នុងសមុទ្រសម្បញ្ញៈរបស់យើងផងជាបើសិនជាស្រូបឯដើម្បីពង្រឹងក្បាច់គុណឲ្យយ៉ាងខៃទៅយ៉ាងមិនដែរក្រោយពីឃើញបែបនេះគេគឺពិតជាផិតភ័យខ្លាំងមែនទែនលោកជង្គង់អង្វរក៏ឲ្យទុកជីវិតឲ្យគេផងគេគឺអាចឲ្យនៅក្បាច់គុណកម្ពុជាដើម្បីឲ្យរាងកាយរបស់យ៉ាងខៃកើនឡើងនៅក្បាច់គុណដែរយ៉ាងខៃបានសួរថាឥឡូវនេះអង្វរសុំក្តីមេត្តាឲ្យមែនទេយើងដូចជាលឺមិនច្បាស់នោះទេមុននេះឯងហើយយើងថាម៉េចខ្មោចឆ្អឹងក៏បានឲ្យយ៉ាងខៃថាគឺជាអ្នកក្លាហានតូចខ្ញុំមានភ្នែកមិនស្គាល់ភ្នំថៃសនលើកលែងឲ្យម្ដងទៅហើយគេដាំឡើយគឺបានប្រែចេញអំពីវិញ្ញាណបិសាចបើសិនជាស្រូបគេចូលគឺច្បាស់ជាមានផលប៉ះពាល់ម្យ៉ាងវិញទៀតគេគឺមាននៅក្បាច់គុណកម្ពុជាជាច្រើនយ៉ាងខៃក៏បានប្រាប់ថាអញ្ចឹងប្រាប់មកតើឯងមានក្បាច់គុណអ្វីលាក់ទុកខ្លះមកឆ្អឹងនោះមកដល់ប្រាប់ថាក្បាច់គុណនោះគេត្រូវបានគេហៅថាត្រាស៊ីបេដូងយ៉ាងខៃឆ្ងល់ហើយថាចំឈ្មោះចម្លែកម្លេះគេប្រាប់ទៀតថាវាងាយស្រួលក្នុងការវឹកហាត់គ្រាន់តែកាត់បេះដូងព្រមទាំងយកឈាមពីក្មេងនៅក្រោមអាយុ10ឆ្នាំធ្វើការចម្រាញ់100ថ្ងៃយ៉ាងខៃក៏បាននិយាយឲ្យបែរជារំលឹកនៅក្បាច់គុណដ៏កខ្វក់បែបនេះផងរាងកាយមានកម្ពស់ក៏បានចាត់ការគេបន្ថែមបែបនេះគេក៏បានសួរឲ្យថាចុះបើសិនជាក្បាច់គុណផ្កាធ្លាក់វិញយ៉ាងមិនដែរយ៉ាងខៃក៏គួរចាប់អារម្មណ៍ព្រោះថាក្បាច់គុណនេះស្ដាប់ទៅដូចជាកំណាព្យតែវឹកហាត់វាយ៉ាងមិនទៅខ្មោចឆ្អឹងប្រាប់ឲ្យថាងាយស្រួលនោះទេគ្រាន់តែប្រមូលយិនបំពេញបន្ថែមយ៉ាងស្វែងរកនារីព្រហ្មចារីយ៍100នាក់ជាងលើបែបនេះយ៉ាងខៃក៏ប្រាប់ឲ្យថាក៏ខ្វក់ខ្លាំងណាស់បិទមាត់ទៅខ្មោចឆ្អឹងប្រាប់ថាចាំតិចគេមានច្រើនទៀតអណ្ដាប់ដៃរីយ៉ាងមិនដែរតែក្បាច់គុណរបស់គេរំលឹកមកគឺគ្មានក្បាច់គុណណាដែលល្អនោះទេយ៉ាងខៃនិយាយឲ្យយកល្អក៏គួរតែស្រូបឯងចូលហើយរាងកាយមានកម្ពស់ចាត់ការជាហេតុធ្វើឲ្យគេមាននៅការឈឺចាប់ព្រមទាំងប្រាប់ឲ្យថាគេគឺមានក្បាច់គុណដទៃទៀតជាក្បាច់គុណដែលបន្តវេនពីលោកអាងនេះមកដល់ត្រឹមនេះភាគទី139ក៏ត្រូវបានបញ្ចប់លោកមិនផ្លាស់ប្ដូរទឹកនៅដែលហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ